គាត់ថាថ្ងៃអាទិត្យអញ្ចេះល្មមស្លต้มយำអីឲ្យគាត់ហូបម្ដងហើយហូបតែជៀនឡើងក្រៀមក្រោះអញ្ចឹងខ្ញុំសម្រាប់ចិត្តស្លต้มយำដើម្បីឲ្យម៉ែហូបថ្ងៃនេះម៉ែឲ្យមេដៃហ្មងបងប្អូនគឺថា9លើ10ហ្មងសម្រាប់មកហូបต้มយำខ្ញុំថ្ងៃនេះសម្រាប់សម្លต้มយำរបស់ខ្ញុំគឺខ្ញុំលីងក្បាលបង្គាដើម្បីវាមានក្លិនឈ្ងុយសម្រាប់ធ្វើต้มយำទៅឈ្ងុយឆ្ងាញ់ហ្មងហើយឲ្យតែពេលខ្ញុំធ្វើម្ហូបណាដែលត្រូវការជីដឹងឲ្យខ្ញុំដើររកមើលបេះជីនៅជុំវិញផ្ទះរបស់ខ្ញុំហើយដោយសារតែដំណាំដាំដុះនៅជុំវិញផ្ទះខ្ញុំគឺថាសម្បូរមែនទែនទៅតាមលក្ខណៈធម្មជាតិណាបងប្អូនមិនមែនជាការដាំដាក់ជីដាក់អីទេហើយសម្រាប់ជីឲ្យតែពេលវាត្រូវទឹកភ្លៀងដឹងវាលូតលាស់មកហ្មងដូចជាជីអាណាអីចឹងយើងទុកចោលលើដីក្រៀមក្រោះមិនក៏វាលូតលាស់មកបានល្អដែរហើយពេលដែលដើរជុំវិញផ្ទះហ្នឹងឃើញដំណាំដាំដុះខ្ញុំផ្សេងសុទ្ធតែល្អទាំងអស់ហ្មងជាពិសេសគឺផ្លែល្ហុងហ្មងបងប្អូននិយាយពីថាសូម្បីតែដើមនៅគៀនអញ្ចឹងផ្ទះក៏ផ្លែឡើងបានទុំឲ្យយើងហូបដែរហើយដើររោចោះឡើងបានឃើញជីអាណាបងប្អូននៅចិត្តដើមមកកាក់ឯណេះសោះបានបេះជីអាណាមកយកមកលាងទឹកសម្អាតឲ្យស្អាតទោះបីជាអត់មានគីមីមែនប៉ុន្តែមានដីមានអីប្រឡាក់អញ្ចឹងណាហើយសម្រាប់បន្លែต้มយำរបស់ខ្ញុំនេះគឺមានផ្សិតចម្បាំងជាចម្បងនិយាយទៅបន្លែដែលខ្ញុំចូលចិត្តជាងគេហ្មងបងប្អូនហើយមានឲ្យខ្ទឹមបារាំងបន្តិចពេញប៉ោះបន្តិចអញ្ចឹងណាអ្វីដែលសំខាន់គឺមានរំដេងហើយនិងស្លឹកក្រូចហើយនិងស្លឹកគ្រៃមានតែប៉ុណ្្នឹងមកស្លต้มយำឆ្ងាញ់យកទៅណាអស់បងប្អូនហើយពេលដែលយើងអាលីងក្បាលបកាហ្នឹងអាលីងវាឡើងឲ្យឈ្ងុយមកដល់ពេលដែលយើងចាក់ទឹកចូលទៅឲ្យវាមានឡើងពណ៌ក្រហមបន្តិចនៅលើទឹកអញ្ចឹងណានេះបងប្អូនខ្ញុំចាប់ដើមអាលីងរួចរាល់ហើយចាក់ទឹកចូលទៅនិយាយទៅអាហ្នឹងសម្រាប់ក្បួនរបស់ខ្ញុំមិនដឹងថាបងប្អូនទាំងអស់គ្នាស្លต้มយำធ្វើមិនទេបើមានវិធីសាស្ត្រអីប្លែកហើយឆ្ងាញ់ជាងខ្ញុំបងប្អូនអាចប្រាប់ខ្ញុំបានតែបើបងប្អូនណាដែលអត់សូវចេះស្លដូចខ្ញុំអាចធ្វើតាមវិធីសាស្ត្រនឹងបានអាលីងហើយស្រង់ក្បាលបកានឹងចេញមកដាក់ស្លឹកក្រូចស្លឹកគ្រៃហើយនិងរំដេងចូលទៅក្នុងហ្នឹងហើយសម្រាប់ខ្ញុំដោយសារតែខ្ញុំស្លឲ្យម៉ែខ្ញុំជាអ្នកជំងឺគាត់ហូបឲ្យគាត់បានប្លែកមាត់អញ្ចឹងខ្ញុំដាក់ដុំស៊ុបខ្នុរទូចទេបងប្អូនហើយឆ្លៀតពេលដែលស្លហ្នឹងគឺខ្ញុំអត់សូវតនេទេឆ្លៀតពេលស្លហ្នឹងខ្ញុំជូតនេះជូតនោះសម្អាតលាងចានលាងអីចឹងទៅដើម្បីឲ្យពេលស្លហើយគឺយើងហើយរួចរាល់អស់ហ្មងហើយបន្ទាប់មកទៀតខ្ញុំមានសាច់មាន់ខ្ញុំដាក់សាច់មាន់ចូលសិនមកបាទខ្ញុំចាប់ផ្ដើមដាក់ប៉េងប៉ោះនិយាយទៅដាក់បន្លែជាបន្តបន្ទាប់ទៅតាមហ្នឹងហើយប៉េងប៉ោះនៅពេលដែលវាចេញជាតិមកជូរបែបឆ្ងាញ់ណាបងប្អូនដោយសារតែប៉េងប៉ោះវាមានជាតិភ្លាវក្នុងហ្នឹងយើងមិនបាច់សូវប្រើប៊ីចេងច្រើនទេសម្រាប់សម្លต้มយำហ្នឹងហើយភាគច្រើនឲ្យតែពេលថ្ងៃពេលល្ងាចអញ្ចឹងខ្ញុំអត់សូវភ្លេចទេបងប្អូនស្ងោរល្ពៅឬមួយក៏ចំហុយល្ពៅទុកឲ្យម៉ែខ្ញុំហូបឲ្យបានរៀងរាល់ថ្ងៃហ្មងសម្រាប់ต้มយำមួយនេះខ្ញុំដូចជាអត់ធ្វើអីច្រើនទេបងប្អូនដាក់តែអំបិលបន្តិចប៊ីចេងបន្តិចហើយនឹងទឹកត្រីបន្តិចស្ករតិចបំផុតតិចមែនទេបងប្អូនហើយបង់បកាចូលទៅនិយាយពីថារសជាតិឡើងឆ្ងាញ់ហ្មងបងប្អូនអាចសាកធ្វើតាមខ្ញុំបានដល់ថ្នាក់ម៉ែខ្ញុំគាត់ឲ្យ9លើ10បងប្អូននិយាយពីថាខ្ញុំសប្បាយចិត្តមែនទេហ្មងដោយសារតែខ្ញុំមិនមែនជាអ្នកជំនាញធ្វើម្ហូបអីទេខ្ញុំធ្វើយូរម្ដងទេសឡរបៀបនេះហ៎ហើយក្រោយពេលដែលបងចប់យើងចាប់ផ្ដើមរងាស់តែមួយផ្លែហ្នឹងទៅគឺវាឆ្អិនហើយបងប្អូនអត់មានអីសាំញ៉ាំច្រើនទេសម្រាប់សម្លមួយមុខនេះហើយចូលអ្នកទាំងអស់គ្នាសម្រាប់ថ្ងៃអាទិត្យអញ្ចឹងបានឲ្យប៉ាម៉ាក់ញ៉ាំដែរឬក៏ធ្វើអីញ៉ាំជួបជុំគ្រួសារដែរចាំជួយ comment លើវីដេអូខ្ញុំដើម្បីយើងចែករំលែកគ្នាទៅវិញទៅមកផងហើយសម្រាប់ផ្លែឈើខ្ញុំមានតែពាំងបាយជូរបន្តិចប៉បន្តិចសម្រាប់ម៉ែហត់ទៅឡើងឆ្ងាញ់អរគុណបងប្អូនម៉ែគាត់ថាថ្ងៃអាទិត្យអញ្ចេះល្មមស្លต้มយำអីឲ្យគាត់ហូបម្ដងហើយហូបតែជៀនឡើងក្រៀមក្រោះអញ្ចឹងខ្ញុំសម្រាប់ចិត្តស្លต้มយำដើម្បីឲ្យម៉ែហូបថ្ងៃនេះម៉ែឲ្យមេដៃ